ជើងមាន់បងប្អូនចូលចិត្តយកធ្វើអ្វីញ៉ាំបាទសម្រាប់នាងខ្ញុំយកមកធ្វើបែបនេះហ៎ញ៉ាំជក់មាត់ហ្មងខ្លែមក៏ត្រូវញ៉ាំលេងក៏បានតោះតែមើលគ្រឿងផ្សំជើងមាន់កន្លះគីឡូរំដេងខ្ទឹមសស្លឹកក្រូចសើចដំបូងយកជើងមាន់ទៅស្ងោរហើយចាក់គ្រឿងដែលយើងបានត្រៀមទុកមិញហ្នឹងចូលទៅហើយដាក់អំបិលមកចាប់ផងណាតោះលាយគ្រឿងទុកនាងខ្ញុំដាក់ស្ករ2ស្លាបព្រាកន្លះរ៉ូឌីប៊ីចេងដាក់កន្លះស្លាបព្រាប្រេងខ្យង1ស្លាបព្រាហើយនឹងទឹកត្រី2ស្លាបព្រាបាយទឹកម្ទេស1ស្លាបព្រាហើយនឹងអំបិលទុំបន្តិចកូរវាឲ្យសព្វហើយយកទុកម្ដុំសិនជើងមាន់នាងខ្ញុំស្ងោរ20នាទីស្រង់វាចេញហើយលាងទឹកឲ្យស្អាតបងប្អូនហើយជើងមាន់នាងខ្ញុំកាប់ជា2កង់ហើយញែកម្រាមវាបែបហ្នឹងនៅពេលដែលបំពងទៅវាឆ្ងាញ់ហើយបងប្អូនយកមកលាយជាមួយនឹងម្សៅស្រួយប្រើមកអ្វីក៏បានហើយបងប្អូនចាក់ចូលក្នុងជើងមាន់អញ្ចឹងហើយក្លុកវាបែបហ្នឹងហើយយើងយកមកបំពងវាបែបនេះនាងខ្ញុំយកជើងមាន់ទៅបំពងលើកទី1បងប្អូនចង់ឲ្យជើងមាន់ស្រួយល្អតើយើងបំពង2ដងណាឥឡូវនេះលើកទី1ឃើញថាឆ្អិនហើយបងប្អូនអាចស្រង់វាទុកដល់ឡៃសិនយើងទៅបំពងម្សៅទៀតចាលើកទី2ហ្នឹងនាងខ្ញុំដាក់ស្លឹកក្រូចសើចចូលដើម្បីឲ្យវាមានក្លិនឈ្ងុយនេះឆ្អិនរួចរាល់ហើយបងប្អូនឃើញវាពណ៌ឡើងក្រហមហ្មងតោះដល់វគ្គឆាគ្រឿងម្ដងដំបូងនាងខ្ញុំយកខ្ទឹមសយកមកឆាវាឲ្យឈ្ងុយសិនបន្ទាប់មកគ្រឿងដែលយើងបានត្រៀមទុកមុនហ្នឹងមិញបងប្អូនយកមកចាក់ចូលជាមួយនឹងខ្ទឹមសហ្នឹងមកបងប្អូនកូរវឹកវាតឡើងរៀងស្អិតបែបហ្នឹងបានយកជាការបានណាហើយចាក់ជើងមាន់ហ្នឹងចូលកន្លែងនេះបើកភ្លើងតិចណាបងប្អូនតើបើកភ្លើងខ្លាំងហ្នឹងស្ងួតរីងរៃខ្លោចពេញហ្នឹងលើហើយបងប្អូនចង់បានហឹលរោយម្ទេសចូលពីលើបែបហ្នឹងទៅណាហើយរោយស្លឹកក្រូចសើចដែលយើងបានបំពងជាមួយនឹងជើងមាន់មុនហ្នឹងមិញចូលទៅជាមួយទៅរួចរាល់បងប្អូនសាក់ធ្វើញ៉ាំបានញ៉ាំជក់មាត់សាហាវហឹលស្រួយ